Ngay mà hai tá ai chỉ đánh man chất pi mơn đờ là sanh giá phẹp bong bóng đỏ này tăng cho năm muốn tha nhân là mừng hai video đi ngàyนี้ខ្ញុំមកបង្ហាញជូនបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្រោយខ្នងខ្ញុំនេះហើយនឹងនៅថយមួយខាងនោះបូកចូលគ្នាទាំងអស់មួយហិកតាជាងតិចហើយយើងដាក់មួយតោន2មានន័យថាពូជក៏ប៉ុន្តែខ្ញុំកណេលេឲ្យបងប្អូនទាំងអស់គ្នាមើលថាតើជុំវិញ6ខែនៃមកវត្តរដូវនៃខ្ញីដែលយើងប្រមូលផលហ្នឹងយើងចំណេញចិត្ត20000របៀបម៉េចហើយធ្វើម៉េចបានវាប្រជាហានិភ័យហើយតើប្លង់នៃការកណេលេខនេះយើងរុញចូលទៅក្នុងការកសាងស្មារតីចំណុចណាខ្លះដើម្បីយើងថាពេលដែលយើងធ្វើទៅគឺអត់ប្រឈមតោះអញ្ចឹងឥឡូវមកកណេលេខមួយខ្ញុំបងប្អូនអរគ្នាឥឡូវនេះបើ1ហិកតាយើងដាក់ម្ដងថ្ងៃនេះគឺទាំងពូជទាំងការថែអាសាអញ្ចឹងវាចូល7-8000ឡាយប៉ុន្តែអានេះ2ខែទៀតចាប់ដើមប្រមូលផលហើយអញ្ចឹងតោះឥឡូវយើងមើលជាមួយខ្ញុំថាបើជាទូទៅ1ហិកតាយើងធ្វើល្អយើងបាន20តោនមានន័យថាវា20000គីឡូ1តោនវា1000គីឡូអញ្ចឹង20000គីឡូបើសិនជាយើងមានតិចនិចលក់ដោយមានតំណតភ្ជាប់តាំងពីដាំរហូតដល់លក់ខ្លួនឯងហ្មងអញ្ចឹងយើងអាចលក់បានស្អុយបំផុត1គីឡូ6000រៀលបាទ6000រៀលអញ្ចឹងយើងឃើញលុយ120លានអញ្ចឹងលុយ120លានយើងចង់ដឹងថាដុល្លារវាគត់មិនដើម្បីយើងយកលេខមូលយើងបាន30000ដុល្លារនេះដាក់តាមអស់7000ទេបើសិនជាយើងបុកខ្លាំងយើងច្រើន10000ជាងតិចអញ្ចឹងការកណនីនៃចំណុចមួយដែលថាអានេះខ្ញុំគិតលេខមូលបុកយកខ្លាំងបាន20តោនតែការពិតជាទូទៅវាអាចលើសបើសិនជាយើងបុកគុលវាខ្លាំងហើយការកណនីមួយទៀតខ្ញុំគិតលេខមូលហ្នឹងគឺលេខទាបបំផុត6000ក៏ប៉ុន្តែបើសិនជាការលក់តំណតបជាប់ទៅដល់ចុងក្រោយហើយត្រូវរដូវខ្ចីល្អ1គីឡូយើងអាចលក់បានដល់10000អញ្ចឹងអាការកណនីលេខហ្នឹងគឺខ្ញុំយកលេខអាបម៉ាឡើយឯងមានលេខទាបក៏ប៉ុន្តែអានេះគេហៅថាការកណនីលេខប៉ុន្តែបើសិនជាមែនតើណែចូលមកមើលកន្លែងទៀតយើងអត់អាចចេញប្រើពាក្យរៀងត្រង់ទេយើងអាចចេញស្លុយទៅកសកម្មអញ្ចឹងបានទេអញ្ចឹងយើងត្រូវតែមានមូលដ្ឋានគ្រឹះអញ្ចឹងអាឯកសារដែលខ្ញុំខំប្រឹងចងក្រងទាំងអស់ជាង10ឆ្នាំហើយបងប្អូនយក apply ទៅយកទៅដាក់ទៅជាមួយនឹងវិស័យអីផ្សេងទៀតក៏ដាក់បានដែរមិនថាវិស័យឧស្សាហកម្មវិស័យសិប្បកម្មវិស័យកែច្នៃសហគ្រាសធុនតូចនិងមធ្យមtrading នាំចេញនាំចូលមេរៀនទាំងអស់នេះដាក់ត្រូវទាំងអស់ហើយខ្ញុំធ្វើជាឯកសារហើយអស់ហើយមិនថាលក្ខន្តិកៈគ្រប់បែបយ៉ាងនៃគោលនយោបាយពាណិជ្ជកម្មទាំងអស់មិនថាបាត់វិជាផ្ទៃក្នុងតិចនិចលក់យុទ្ធសាស្ត្រទីផ្សារបាទការបោះពុំសភៅការធ្វើសមាធិលទ្ធភាពការកសាងផែនការអាជីវកម្មផ្លូវការជាពិសេសវិជាសាស្ត្រទីផ្សារនឹងលក់មកការទិញដូរលក់ក្នុងកិច្ចសន្យាមានទាំងអស់ហើយយុទ្ធសាស្ត្រទីផ្សារខ្ញុំធ្វើរហូតដល់34ហើយខ្ញុំធ្វើជាវីដេអូទៀតបងប្អូនមើលនេះជាវីដេអូទាំងអស់អញ្ចឹងធៀបចូលនេះយើងដាក់ចូលទៅក្នុងគ្រោងឆ្អឹងនៃផែនការអាជីវកម្មផ្លូវការខ្ញុំធានាថាអាជីវកម្មគឺយើងអត់ចាំបាច់ទេបងប្អូនទាំងអស់គ្នាមួយវីដេអូនេះខ្លឹមណាស់បងប្អូនទាំងអស់គ្នាខ្ញុំរំលឹកឲ្យឃើញការកណនីលេខហើយខ្ញុំរំលឹកស្នាដៃមួយដែលខ្ញុំខំប្រឹងកសាងតាំងពីខ្ញុំផ្នែក2រហូតដល់ផ្នែក1ហើយខ្ញុំដាក់ចេញនេះគឺដើម្បីឲ្យបងប្អូនទាំងអស់គ្នាយកទៅប្រើប្រាស់គ្រប់អាជីវកម្មទាំងអស់ហើយមានទាំងឯកសារមានទាំងវីដេអូមានទាំងអូឌីយ៉ូសំឡេងបន្ថែមទៀតដើម្បីជួយបងប្អូនទាំងអស់គ្នាអញ្ចឹងចេះមានពីររឿងបើសិនជាឆ្ងល់អីពាក់ព័ន្ធជាមួយនឹងការងារស្នូលដែលខ្ញុំកំពុងនិយាយនេះអាចសួរខ្ញុំបានជាធម្មតារឿងនេះគឺកំមល់និយាយព្រោះគេហៅថាឆ្នាំងបាយទី2រាល់ឯកសារអាជីវកម្មទាំងអស់តាក់ទងមកខ្ញុំ invite បងប្អូនទាំងអស់គ្នាចូលទៅក្នុង group ដើម្បីយកឯកសារទាំងអស់ហើយស្ថិតនៅក្នុងចូលក្នុងខ្មែរនេះជាកាដូធំបំផុតចូលនៅក្នុងអំឡុងពេលសម្រាប់ប្រហែលថ្ងៃនេះពិនិត្យមើលមុខរបរគេហៅថា scan អាជីវកម្មបងប្អូនទាំងគ្នាឲ្យច្បាស់ពីព្រោះនៅពេលដែលយើងត្រឡប់ចូលទៅក្រោយចូលក្នុងខ្មែរនោះហើយគឺជាទីលានប្រយុទ្ធដើម្បីទប់ជាមួយនឹងសេដ្ឋកិច្ចប្រែប្រួលមិនទៀងហើយស្ថិតក្នុងអំឡុងពេលនេះគឺពិបាកខ្លាំងអូខេ
ជួយគ្នាហើយខ្ញុំមានវីដេអូមួយនេះគឺខ្លឹមមែនតើក្នុងប្រឡងពេលចូលក្នុងម៉ែនេះគឺជួយបងប្អូនអ្នកគ្នាកុំភ្លេចយកឯកសារពីខ្ញុំហើយជួយគ្រប់គ្រងលើអ្វីដែលជាស្នាដៃនិពន្ធរបស់ខ្ញុំផងអរគុណច្រើនជូនពរសំណាងល្អ